បាទនេះគឺជាកញ្ចក់ឡានអតិថិជនគាត់បាយឆ្នោតវិញដំបូងគាត់បាយទូលខាងគៀននេះទេប៉ុន្តែដោយសារយើងទុកយូរទៅធ្វើឲ្យការបាយហ្នឹងវារៀលកាន់តែវែងទៅបាទនេះគឺជាស្នាមកញ្ចក់ឡានបាយមុននឹងអ៊ុតចាំពេលដែលមើលយើងអ៊ុតហើយដាក់កាយចូលហើយតើវាកាត់បន្ថយស្នាមបានប្រមាណភាគរយចាំមើលទាំងអស់គ្នាបាទបន្តមកទៀតយើងធ្វើការចាក់កាយទៅតាមធ្នេកញ្ចក់ឡានដែលបាយពីចុងរហូតដល់គល់និងពីគល់រហូតដល់ចុងធ្វើយ៉ាងណាឲ្យការជ្រាបចូលកន្លែងដែលបាយនេះបានសពបាទแล้วការអត់តន់ចូលបងប្អូនមើលទៅកន្លែងឆ្នោតហ្នឹងវាមានចំណាំងផ្លាតពណ៌សចាំមើលដែលយើងចាក់កាយចូលអស់ហើយវានៅសល់ចំណាំងផ្លាតពណ៌សទេឬក៏អត់ឬក៏កាត់បន្ថយបានប្រមាណភាគរយបន្ទាប់ពីធ្វើការចាក់កាយទៅតាមធ្នេចូលសពហើយបងប្អូនមើលសារថ្មីទៅគឺលែងឃើញចំណាំងផ្លាតពណ៌សហើយប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញសស្នាមប៉ុន្តែសាច់សក់តែប៉ុណ្ណោះបន្ទាប់មកទៀតត្រូវយកថង់ប្លាស្ទិកមកគ្របពីលើកន្លែងដែលបែកពីដើមរហូតដល់ចប់ដើម្បីទប់កុំឲ្យមានទឹកមានដីជ្រាបចូលបន្ទាប់មកយើងធ្វើការកម្ដៅភ្លើង UV ដើម្បីឲ្យកៅហ្នឹងកកស្ងួតល្អដើម្បីឲ្យវាខាំជាប់នៅកន្លែងដែលបែកដើម្បីការពារកុំឲ្យវារាលតទៅមុខទៀតបន្ទាប់ពីកៅស្ងួតហើយយើងត្រូវការបកថង់ប្លាស្ទិកចេញមកវិញរួចយកកាំបិតកោសកៅចេញមកវិញគឺរួចរាល់បាទដោយសារកញ្ចក់ឡានបែករបស់អតិថិជនគាត់ទៅនឹងបែកថ្មីដូច្នេះហើយយើងធ្វើការចាក់កាយទៅចូលបានស្អាតតែបើសិនជាកញ្ចក់ទុកយូរមានទឹកមានដីចូលឬក៏បែករាប់ឆ្នាំហើយគឺយើងចាក់កាយយ៉ាងណាក៏មិនអាចចូលស្អាតបានដែរប៉ុន្តែយើងធ្វើបានតែបានតែការពាររាលស្នាមវាអត់សូវបាត់ដូចកញ្ចក់យើងបែកថ្មីទេអូខេឥឡូវយើងធ្វើហើយបាទនេះយើងថតតាមទូរស័ព្ទយើងមើលទៅសឹងតែមិនឃើញបាទប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញដល់ស្នាមធ្នេប៉ុន្តែសាច់សក់រូបទូយើងមើលទៅអត់ទាន់ធ្វើបងប្អូនមើលទៅវាមានចំណាំងផ្លាតពណ៌សអញ្ចឹងពេលយើងជិះយប់ទៅមានពលឺចាំងហើយវាឃើញចំណាំងផ្លាតចេញតាមធ្នេហ្នឹងតែបើយើងចាក់កាយចូលទៅវាបាត់ចំណាំងផ្លាតប៉ុន្តែវានៅសល់ស្នាមនិងសាច់សក់ពេលយើងជិះយប់ទៅយើងពលឺបាយមកវាអត់ចាំងតាមធ្នេហ្នឹងទៀតទេចំពោះអតិថិជនដែលមានកញ្ចក់ឡានបាយប្រេសស្រាំនៅតាមបណ្ដាខេត្តអតិថិជនអាចធ្វើការកម្មង់ទិញកើបិទដោយខ្លួនឯងបានប៉ុន្តែខាងខ្ញុំសូមបញ្ជាក់ថាកញ្ចក់បាយទាំងអស់គឺបានតែកញ្ចក់បាយឆ្នុតវែងតែប៉ុណ្ណោះចំពោះកញ្ចក់ដែលបាយផ្កាយអតិថិជនទូទៅតែមកធ្វើជាមួយនឹងខាងជាងខ្ញុំផ្ទាល់ទៅបានសូមអរគុណដល់អតិថិជនកន្លងមកដែលធ្វើការគាំទ្រនៅសេវាកម្មអ៊ុតកញ្ចក់ឡានបែកសេវាកម្មបិទ UV ការពារកម្ដៅថ្ងៃនិងសេវាកម្មដូរកញ្ចក់រថយន្តថ្មី